ជីវប្រវត្តិរបស់ព្រះនាងអភិរូបបណ្ណន្ទាធេរីព្រះនាងអភិរូបបណ្ណន្ទាធេរីជាព្រះធេរីមួយរូបបានទទួលការពោលសរសើរឲ្យជាទីកប់ចិត្តថាជាព្រះធេរីដែលមានរូបរាងកាយស្អាតលើសលប់ចំពោះការចូលមកបួសរបស់ព្រះធេរីគឺមកបួសដោយការបង្ខំចិត្តតែក៏អាចធ្វើឲ្យផុតចាកកិលេសនិងកងទុក្ខទាំង4បានដែរទាំងនេះក៏រាប់ថាជាតួយ៉ាងដ៏ល្អសម្រាប់អ្នកតាំងចិត្តប្រតិបត្តិធម៌រមែងធ្វើឲ្យបុគ្គលនោះបានសម្រេចនៅធម៌ចន្ទខ្ពស់បានជីវប្រវត្តិរបស់ព្រះនាងអភិរូបបណ្ណន្ទាភិក្ខុនីមានសម្ដែងទុកនៅក្នុងអត្ថកថាបរមត្ទីបណ្ណីដែលជាអត្ថកថាអធិប្បាយសេចក្តីព្រះបាលីក្នុងនន្ទាធេរីគាថាក្នុងគម្ពីរខត្តកនិកាយធេរីគាថាដូចមានសេចក្តីថាក្នុងគ្រាពុទ្ធកាលនៃព្រះពុទ្ធវិបស្សីព្រះនាងអភិរូបបណ្ណន្ទាធេរីនេះនាងបានទៅកើតជាធីតារបស់ខហបតីមហាសានៅក្នុងក្រុងពុន្ធុមត្តីថ្ងៃមួយនាងបានទៅស្ដាប់ធម្មទេសនារបស់ព្រះវិបស្សីសម្ពុទ្ធហើយនាងក៏បានតាំងនៅក្នុងត្រៃសរណគមនិងសមាទានសិល5ក្នុងកាលព្រះវិបស្សីសម្មាសម្ពុទ្ធស្ដេចទ្រង់បរិនិព្វានទៅហើយនាងបានធ្វើស្វេតឆ័ត្រមាសប្រដាប់ដោយកែវបូជាព្រះធាតុចេតិយរបស់ព្រះពុទ្ធកាលនាងអស់ជីវិតអំពីជាតិនោះទៅក៏បានទៅកើតក្នុងស្ថានសួគ៌ហើយនាងអន្តោលនៅតែក្នុងសុគតិភពប៉ុណ្ណោះលុះមកដល់ពុទ្ធុបាទនេះក្នុងសម័យព្រះសម្មាសម្ពុទ្ធសាមណគោតមនាងបានមកបដិសន្ធិក្នុងព្រះគោអគ្គមហេសីរបស់សក្យខេមកៈក្នុងក្រុងកបលផោះមានព្រះនាមថានន្ទាព្រះនាងនន្ទាជាអ្នកមានរូបស្អាតគួរជាទីពេចពើរមិលមើលហើយក៏គួរឲ្យជ្រះថ្លាយ៉ាងក្រៃលែងទើបប្រកាសព្រះនាមថាអភិរូបបណ្ណន្ទាព្រោះថារាងកាយមានរូបសន្តានល្អស្អាតលើសលប់កាលព្រះនាងអភិរូបបណ្ណន្ទាចម្រើនវ័យធំដឹងក្តីហើយមានសក្យកុមារមួយអង្គទទួលសូមស្ដីដណ្ដឹងព្រះនាងតែសក្យកុមារនោះបានចូលទីបង្គត់ក្នុងថ្ងៃនោះទៅគ្រានោះព្រះមេដាបិតាទើបឲ្យនាងអភិរូបបណ្ណន្ទាបព្វជិព្រះនាងអភិរូបបណ្ណន្ទាមិនចង់បព្វជិឡើយតែត្រូវបង្ខំចិត្តបព្វជិតាមព្រះរាជបំណងរបស់ព្រះមេដាបិតាព្រះនាងអភិរូបបណ្ណន្ទាសូម្បីបព្វជិឧបសម្បទាហើយក៏នៅតែមានសេចក្តីស្រវឹងព្រោះអាស្រ័យខ្លួនជាអ្នកមានរូបស្អាតថែមទាំងមិនព្រមចូលទៅកល់ព្រះសម្ពុទ្ធដោយយល់ថាព្រះអង្គតែងតែមានប្រក្តីសម្ដែងធម៌ទេសដៀលរិះគន់ចំពោះរូបកាយថារូបកាយនេះមានទោសច្រើនប្រការណាស់ព្រះសាស្តាទ្រង់ជ្រាបថាព្រះនាងអភិរូបបណ្ណន្ទាភិក្ខុនីមានញាណចាស់ខ្លះហើយទៅព្រះលោកនាយកទ្រង់ត្រាស់ប្រាប់ព្រះនាងមហាបជាបតិកោតមីភិក្ខុនីថាភិក្ខុនីទាំងអស់ត្រូវចូលមកទទួលឱវាទពាក្យព្រានប្រដៅតាមលំដាប់កាលបើដល់វេរៈរបស់ព្រះនាងអភិរូបបណ្ណន្ទាភិក្ខុនីដែលត្រូវទៅទទួលឱវាទនោះព្រះធេរីបានប្រើភិក្ខុនីដទៃទៅជំនួសខ្លួនវិញទៅព្រះសក្យមុនីត្រាស់ថាកាលបើដល់វេរៈរបស់ភិក្ខុនីរូបណាភិក្ខុនីរូបនោះត្រូវទៅដោយខ្លួនឯងមិនអាចបញ្ជូនអ្នកដទៃជំនួសឡើយព្រះនាងអភិរូបបណ្ណន្ទា
thế này mình hiền là mơ nâng bè bột đâm ra từ bàn tới càn tì cò bè miền bờ phía chia môi nâng bị khẩu này chỉ ra nó rụt tiền kiền nụ bè tu sập pol trong này mất rụt xây sát mà nè đòi rệt hai trong bàn đà ở rụt xây sát nụ chắc chưa đi trốt trôm chia lòng đáp cử đàm bày ai cao sẽ đây tọt slot đòi bờ niềng ạ piru panan tia thế này hai bè mình này ban tra pi kia tha tam đại miền sầm đại tục nước nông bần lầy non tia thế này kia tha nông cầm pì khó tất cả nít cái thế này kia tha đôi miền sẽ đây thả bên này niềng non tia niềng trôi mơ riêng cài đại miền chung người trên này mình sạch chia ra bỏ phơi rồi lui đại chẳng bay rồi cầm nát cùng làng hài niềng trôi ọp rôm chật đói ạ xúc hệ xanh nhà ôi chỉ chật miên aram tay môi tăng nở mòm lọ sợi rạ này dạng nà sợi rạ ra bò niềng nâng co giang nụ đài sợi rạ ra bò niềng dạng nà sợi rạ này co giang nụ đài niềng công chơi chật ô không bị chà nà riêng cài nụ tiếng dục tiếng thay dạng này ai thà sợi rạ này đại bộ chun pi rì rì chia ra bỏ phơi ra lui miền khẩn soi lục đạp âm pin nụ nhom có ban pin nứt khơi đòi bạch nhà ra bỏ luôn nhom nụ mình phê pra nhom không bị chà nà đòi ở bài này bạch nhà có bàn cả khơi cài này tiếng khang khăn nâng khang cả tạm sắp hiệp bật khang còi mỏ nhom lời nai khăn cài rồi xài khăn sân đàn trên địa mình phê pra có ban pra cha vô kiện miền chật ngọc miền tục rô luật hải cõi pi pre lục cần nhiệt trong ta pre cái tha đi cho pre niềng ạ piru panan tia bị khốn này có ban sắm rách arahatapo chỉ pre arahan tây tây cõi pi pre niềng ạ piru panan tia bị khốn này ban sắm rách chỉ pre arahan tây hảiព្រះធរៃបានពោលអំពីជីវប្រវត្តិខ្លួនឯងទុកតាមដែលមានសម្ដែងក្នុងគម្ពីរខតកនិកាយអបទានក្នុងអភិរូបបនន្ទាធរៃយាបទានដូចមានសេចក្តីថាក្នុងកັບទី91អំពីកັບនេះព្រះនាយកព្រះនាមវិបស្សីមានព្រះនេត្រដូចជាមាសមានចក្ខុក្នុងធម៌ទាំងពួងកើតឡើងគ្រានោះខ្ញុំកាត់ក្នុងត្រកូលធំស្ដុកស្ដំទូលំទូលាយក្នុងពន្ធុមតីនគរជាស្ត្រីមានរូបល្អគួរមហាជនបូជាខ្ញុំបានចូលទៅកល់ព្រះលោកនាយកព្រះនាមវិបស្សីទ្រង់មានសេចក្តីព្យាយាមធំបានស្ដាប់ធម៌ហើយដល់នៅព្រះពុទ្ធជានាយកនៃពួកជនជាទីពឹងខ្ញុំជាអ្នកសង្រួមល្អក្នុងសិលទាំងឡាយការដែលព្រះទសពលដ៏ខ្ពង់ខ្ពស់ជាងពួកជនត្រង់បរិនិព្វានទៅហើយខ្ញុំបានបូជាឆ័ត្រមាសដំកល់ពីខាងលើនៃព្រះស្ទប់ដែលបញ្ចុះព្រះធាតុខ្ញុំបានបរិច្ចាគទានរួចផុតហើយជាអ្នកមានសិលល្អរស់នៅរួចរហូតកំណត់អាយុក៏បានចុតចាក់ទីនោះលុះខ្ញុំលះបង់រាងកាយជារបស់នៃមនុស្សហើយក៏បានទៅកើតក្នុងស្ថានតាវតឹងកាលនោះខ្ញុំគ្របសង្កត់នៅពួកទេវតាដទៃមិនសេះសល់ដោយហេតុ10យ៉ាងគឺបានរងរឿងគ្របសង្កត់ដោយរូបមួយសំឡេងមួយក្លិនមួយរសមួយសំផស្សមួយអាយុមួយពណ៌មួយសេចក្តីសុខមួយយោះមួយភាពនៃខ្លួនជាធំមួយឥឡូវនេះមកដល់ក្នុងបច្ចមភពខ្ញុំបានកើតជាធីតានៃខេមកសក្យៈប្រកាសនាមថានន្ទាក្នុងក្រុងកបិលផោះកាលណាខ្ញុំដល់នៅសេចក្តីចម្រើនស្អិតស្អាងដោយរូបនិងពណ៌កាលនោះពួកជនបានពោលថាខ្ញុំជាស្រីស្រួចមួយមានរូបសម្បត្តិល្អសេចក្តីវិនិច្ឆ័យដ៏ធំក្រៃលែងកើតមានដល់ពួកសក្យៈក្នុងនគរនេះព្រោះតែស្រឡាញ់ខ្ញុំលំដាប់នោះបិតាឲ្យខ្ញុំបួសដោយគិតថាកុំឲ្យពួកសក្យៈវិវាទឡើយលុះខ្ញុំបួសរួចហើយ
បានលើព្រះគៀតព្រះតថាគតជាបុគ្គលប្រសាជាងពួកជនទ្រង់ទេឌីលរូបខ្ញុំជាស្រីប្រកាន់រូបមិនចូលទៅចិត្តព្រះអង្គខ្ញុំជាអ្នកមានសេចក្តីខ្លាចក្នុងការឃើញព្រះពុទ្ធមិនហ៊ានចូលទៅស្ដាប់ឱវាទសោះគ្រានោះព្រះចិនស្រីទ្រង់ដឹកនាំខ្ញុំទៅកាន់សំណាក់របស់ព្រះអង្គដោយឧបាយព្រះចិនស្រីទ្រង់វៀងវៃខាងផ្លូវរិទ្ធបាននៃមិត្តរូបស្ត្រីភេទ3នាក់គឺស្ត្រីក្រមុំមានរូបល្អហាក់ដូចជាស្ត្រីទេពអសរមួយស្ត្រីចាស់មួយស្ត្រីស្លាប់មួយលុះខ្ញុំបានឃើញនៅស្ត្រីទាំង3នោះហើយក៏មានសេចក្តីសង្វេគធុញទ្រាន់ក្នុងរាងកាយមានសេចក្តីនឿយណាយក្នុងភពលំដាប់នោះព្រះលោកកញ្ញាទ្រង់ត្រាស់នឹងខ្ញុំថាមនាលនាងនន្ទានាងចូលរមិលមើលនៅរូបនេះដែលក្តៅក្រហាយមិនស្អាតស្អុយរលួយហូរចេញហូរចូលដែលជនពីលទាំងឡាយប្រាថ្នាក្រៃពេកនាងចូលចម្រើននៅចិត្តដែលមានអារម្មណ៍តែមួយជាចិត្តតម្កល់មមដោយអាសុខភាវនាចុះរុកនេះយ៉ាងណារុកនៃនាងនោះក៏យ៉ាងនោះដែររុកនេះរុកនៃនាងយ៉ាងនេះយ៉ាងណារុកនោះក៏យ៉ាងនោះដែរការខ្ញុំពិចារណារុកនោះយ៉ាងនេះហើយក៏មិនមានខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃលំដាប់នោះក៏នឿយណាយដោយបញ្ញាជារបស់ខ្លួនខ្ញុំនោះមិនមានសេចក្តីប្រមាទពិចារណាក្នុងទីនេះដោយអបាយប្រាជ្ញាក៏ឃើញកាយនេះទាំងខាងក្នុងទាំងខាងក្រៅតាមសភាពពិតកាលនោះខ្ញុំនឿយណាយក្នុងកាយផងប្រះចាកការត្រេកអរនឹងកាយប្រព្រឹត្តទៅខាងក្នុងផងហើយជាអ្នកមិនមានសេចក្តីប្រមាទអស់កិលេសជាគ្រឿងផ្សំស្ងប់រងាប់កិលេសមានទុក្ខរលត់ហើយបបិទ្ធព្រះមហាមុនីខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងរិទ្ធទាំងឡាយផងជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ចិត្តផងជាអ្នកស្ទាត់ជំនាញក្នុងចិត្តោបរិញ្ញាញាណផងខ្ញុំដឹងច្បាស់នៅពុព្វានិវាសទៅបច្ចៈខុខ្ញុំជំរះស្អាតហើយមានអាសវៈទាំងពងអស់ហើយឥឡូវនេះភពថ្មីមិនមានទៀតឡើយបបិទ្ធព្រះអង្គមានព្យាយាមធំសេចក្តីដឹងក្នុងអដ្ឋបដិសម្បទាធម្មបដិសម្បទានិរតិបដិសម្បទានិងបដិភានបដិសម្បទានៃខ្ញុំព្រះអង្គកើតឡើងក្នុងសំណាក់នៃព្រះអង្គកិលេសទាំងឡាយខ្ញុំដុតបំផ្លាញចោលហើយភពទាំងអស់ខ្ញុំដកចោលហើយខ្ញុំជាស្រីមិនមានអាសវៈព្រោះបានកាត់ផ្ដាច់នៅចំណងដូចជាមេដំរីកាត់ផ្ដាច់នៅទន្លេអូណូខ្ញុំមកនេះល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរវិជ្ជា3ខ្ញុំបានដល់ហើយសាសនាព្រះពុទ្ធខ្ញុំបានធ្វើហើយបដិសម្ភិទា4វិមុខ8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិចប់ហើយជីវប្រវត្តិរបស់ព្រះនាងអភិរូបបណ្ណន្ទាធេរីសន្មតថាចប់ដោយសង្ខេបសាធុសាធុសាធុ